ចូលឆ្នាំនេះបងប្អូនសប្បាយលេងទឹកហ្នឹងហើយទូរស័ព្ទខូចអីគឺជារឿងធម្មតាបាទមិនសុំទេហើយងុំហ្នឹងបងប្អូនមួយចំនួនទៀតហ្នឹងគាត់សេតបាទដល់សេតបោកខ្ទេចហើយបញ្ហាចូលទឹកក៏មានបាទហ្នឹងហើយបងប្អូនគាត់បោកហ្នឹងក៏ច្រើនឧទាហរណ៍ដូច12 Pro Max ម្ដងនេះគឺបោកឡើងខ្ទេចបាទកោងខូចដល់ម៉ាស៊ីនអញ្ចឹងធ្វើការជួសជុលបាទរៀបដំឡើងមកស្អាតឡើងវិញបាទតេជន់គាត់ត្រូវការឯកសារបាទហើយងាកមក Note 20 Ultra នេះវិញបាទបញ្ហាចូលទឹកដែរបញ្ហាឆ្លងអត់សាកទេ14 Pro Max ហ្នឹងហើយបញ្ហាចូលទឹកខូចអេក្រង់បាទម៉ាស៊ីននៅចេញមែនប៉ុន្តែឆ្លងអត់ឮសំឡេងផ្នែកខាងលើបាទយើងធ្វើការជួសជុលលើផ្នែកម៉ាស៊ីនហើយដូរអេក្រង់បាទអេក្រង់ស៊ីននិយាយទៅចូលទឹកគឺភាគច្រើនខូចអេក្រង់នឹងមុនគេតែម្ដងបងប្អូនNote 10 Plus ផ្លាស់ប្ដូរអេក្រង់បាទប្រភេទ OLED ហ្នឹងហើយអេក្រង់ copy ប៉ុន្តែ touch smooth បាទ color ស្អាតណាហើយបញ្ហាស្ទើរថ្មបងប្អូនហ្នឹងហើយយើងមានផ្លាស់ប្ដូរជាមួយថ្មលើអំពែបាទថ្មអំពែធំបាទម្ដងនេះគឺបែកកញ្ចក់ហ្នឹងហើយស្ទើរតួផងដែរ iPhone X បាទបញ្ហាស្ទើរថ្មផ្លាស់ប្ដូរថ្មលើអំពែX ដូចគ្នាទេបងប្អូនបញ្ហាធ្លាក់បែកកញ្ចក់ថាច់ផ្នែកខាងលើបែកអញ្ចឹងបងប្អូនអាចយកមកអូតបានអេក្រង់យើងនៅស៊ីនតដែរណាហើយនេះអតិជនឡើងតាំងពីបាទពីខេត្តដូចជាកំពង់ចាមបាទឡើងមកផ្លាស់ប្ដូរម៉ាស៊ីន12 Pro តូចបាទម៉ាស៊ីន 128G ហ្នឹងហើយនេះគឺអវ៉ាន់ខេត្តបាទអតិជនក៏ដាក់ខ្ចប់ផ្ញើមកប្រភេទអេក្រង់កោងបាទ Note 10 Plus 5G បាទបញ្ហាអត់សេវាហើយ SMX បាទបញ្ហាខូចអេក្រង់បាទធ្លាប់ឡើងស៊េរីយកមកឡើងម្ដងទៀតបាទឡើង15 Pro Max ហើយតាក់ទងនឹងបញ្ហាឆ្លងអលត់បាទ iPhone SMX បែកខ្នងដែរ